សូមជូនទៅដល់លោកបណ្ឌិតឈុនរ៉ាមីចាដែលសំណួរបន្តនេះចាសូមឲ្យលោកជួយចែករំលែកថាតើអ្វីខ្លះដែលក្រសួងអប់រំអាចកំណត់បានថាជាភាពជោគជ័យនិងអ្វីដែលជាបញ្ហាដែលតែងតែកើតឡើងនៅក្នុងការបង្កើនការចូលរួមរបស់សហគមន៍និងឪពុកម្ដាយសិស្សដើម្បីពង្រឹងលទ្ធផលរបស់សិស្សចាអញ្ចឹងសូមគោរពអញ្ជើញចាបាទពាក់ព័ន្ធនឹងសំណួរនេះពាក់ព័ន្ធនឹងភាពជោគជ័យនិងបញ្ហាប្រឈមមួយចំនួនបាទទីកាំងនេះពិតហើយគឺយើងមានភាពជោគជ័យច្រើនគួរសមដែរហើយក៏យើងមានបញ្ហាប្រឈមដែរភាពជោគជ័យដោយបងខាងតំណាងអង្គការបានមានប្រសាសន៍មកចឹងនេះគឺជាភាពជោគជ័យមួយមានន័យថាម៉េចមានន័យថាទាំងអស់គ្នាអ្នកពាក់ព័ន្ធទាំងអស់បច្ចុប្បន្ននេះគឺយល់ទាំងអស់គ្នាថាអ្វីទៅជាគោលដៅនៃការអប់រំរបស់យើងគោលដៅនៃការអប់រំរបស់យើងគឺសំខាន់បំផុតគឺយើងផ្ដោតទៅលើសាលារៀនយុទ្ធសាស្ត្រគឺយើងបច្ចុប្បន្ននេះទាំងរាជរដ្ឋាភិបាលក៏ដូចជាក្រសួងអប់រំយុទ្ធសាស្ត្រគឺយើងផ្ដោតទៅលើនៅកម្រិតសាលារៀននេះឯងគឺលើកកម្ពស់លទ្ធផលសិស្សហើយយើងធ្វើសកម្មភាពទាំងអស់គឺនៅកម្រិតសាលារៀនអញ្ចឹងតាមរយៈការចូលរួមភាសានេះគឺបានបង្ហាញថាគ្រប់អ្នកពាក់ព័ន្ធជាពិសេសដៃគូពាក់ព័ន្ធទាំងអស់លោកយល់ថាអ្វីជាគោលដៅរួមគ្នាដែលក្រសួងកំពុងធ្វើព្រោះពីមុនពេលខ្លះយើងអត់យល់គ្នាទៅលិចទៅកើតអញ្ចឹងប៉ុន្តែឥឡូវនេះខ្ញុំសង្កេតគឺថាយើងយល់ទាំងអស់គ្នាបែរថាគ្រប់អ្នកពាក់ព័ន្ធគ្រប់គេហៅថាអ្នកសកម្មហ្នឹងអ្នកអនុវត្តហ្នឹងគឺយល់ទាំងអស់គ្នាក្នុងការបាញ់ឈ្មោះទៅការលើកកម្ពស់លទ្ធផលសិក្សានៅកម្រិតសាលារៀនទោះបីក្នុងរូបភាពបែបណាអង្គការខ្លះធ្វើក្នុងរូបភាពលើកកម្ពស់ជីវភាពជាជនអង្គការខ្លះធ្វើក្នុងរូបភាពគៀកការចូលរួមអង្គការខ្លះធ្វើក្នុងរូបភាពបច្ចេកទេសសមត្ថភាពគ្រូក្នុងការបរៀនប៉ុន្តែទាំងអស់ហ្នឹងទាំងអស់គឺជាភាពស៊ីសង្វាក់គ្នារវាងគ្រប់អ្នកពាក់ព័ន្ធដើម្បីសម្រេចនូវគោលដៅរួមគ្នាបាទហើយចំណុចទី2ដែលខ្ញុំគិតថាជោគជ័យគឺយើងដឹងហើយបច្ចុប្បន្ននេះគឺពាក់ព័ន្ធនឹងមុខងារបឋមសិក្សាយើងបានផ្ទេរមុខងារបាទទៅឲ្យរដ្ឋបាលក្រុងស្រុកហើយយើងសង្កេតឃើញថាក្នុងពេលបច្ចុប្បន្ននេះរដ្ឋបាលក្រុងស្រុកទាំងអស់លោកយល់ពីកិច្ចការងារអប់រំហើយដែលអនុសាសន៍បឋមយើងតែងតែមានការប្រជុំយើងប្រជុំប្រមាណដងហើយដើម្បីជួយរដ្ឋបាលក្រុងស្រុកទាំងអស់រួមទាំងតួអង្គអប់រំទាំងសាលាដើម្បីមកឆ្លោះប្រចាំងពីការងារអប់រំទាំងអស់គ្នាហើយយើងមានបញ្ហាប្រឈមហើយយើងដោះស្រាយរួមគ្នាអញ្ចឹងយើងសង្កេតឃើញថាយើងបានយល់ថាអ្វីទៅជាទូនាទីរបស់យើងជាអ្នកនៅរដ្ឋបាលក្រុងស្រុកហើយនឹងអ្នកអប់រំនៅកម្រិតមូលដ្ឋានដែលយើងត្រូវធ្វើបាទខ្ញុំគិតថានេះហើយជាចំណុចដែលនាំឲ្យកិច្ចការងារយើងទទួលបាននៅជោគជ័យហើយយើងដឹងហើយការងារអប់រំនេះមិនមែនតែអប់រំតួអង្គអប់រំម្នាក់ឯងធ្វើការទេគឺត្រូវមានការចូលរួមជាពិសេសគឺអាជ្ញាធរនៅកម្រិតមូលដ្ឋាននេះឯងបាទហើយចំណុចមួយទៀតដែលខ្ញុំគិតថាជាចំណុចជោគជ័យដែរដែលយើងផ្សារភ្ជាប់ទៅនឹងប្រសាសន៍របស់លោកនាយកដែលខ្ញុំភ្លេចបញ្ជាក់ដែរពីខាងដើមគឺក្រសួងយើងបានចេញក្តីណែនាំលេខ43ពាក់ព័ន្ធទៅនឹងការបង្កើតគណៈកម្មការគ្រប់គ្រងសាលារៀនឥឡូវនេះទូទាំងប្រទេសគឺយើងបានបង្កើតហើយគណៈកម្មការនេះជារូបភាពសហគមន៍តែម្ដងគឺយើងលើកទឹកចិត្តឲ្យមានភាពជាម្ចាស់របស់សហគមន៍ចំពោះសាលារៀនបាទចំពោះសាលារៀនអញ្ចឹងឥឡូវនេះគឺនៅទូទាំងប្រទេសគឺយើងបានបង្កើតហើយយើងមានគណៈកម្មការគ្រប់គ្រងសាលាគណៈកម្មការគ្រប់គ្រងថ្នាក់ហើយបាត់តែកន្លែងខ្លះមានដំណើរការបានល្អកន្លែងខ្លះកំពុងតែដំណើរការកន្លែងខ្លះក៏ទើបចាប់ដើមដំណើរការប៉ុន្តែវាបានន័យថាវាជាសញ្ញាណមួយបញ្ជាក់ថាវាជាអ្វីដែលយើងដើរត្រូវសម្រាប់លើកទឹកចិត្តនៃការភាពជាម្ចាស់របស់សហគមន៍ចំពោះសាលារៀននេះឯងដែលត្រូវនឹងប្រធានបទយើងដែលយើងកំពុងជជែកគ្នាពេលនេះពាក់ព័ន្ធនឹងការជំរុញការចូលរួមរបស់សហគមន៍នៅក្នុងសាលារៀនហើយយើងក៏មានបញ្ហាប្រឈមដែរពាក់ព័ន្ធទៅនឹងកិច្ចការងារការចូលរួមរបស់សហគមន៍ចំពោះសាលារៀននេះគឺទី1គឺបានន័យថាឪពុកម្ដាយ
ការយល់ពីតម្លៃព្រោះធម្មតាដូចខ្ញុំបញ្ជាក់ខាងដើមយ៉ាងការសិក្សារៀនសូត្ររបស់កូនចៅនៅសាលាវាបានអាចថា4 ម៉ោងឬក៏5 ម៉ោងក្នុងមួយថ្ងៃទៅបើយើងម៉ោងសិក្សាវា5 ម៉ោងរដ្ឋបាលវា4 ម៉ោងជាទូទៅប៉ុន្តែក្រសួងយើងកំពុងក៏ជំរុញដែរពាក់ព័ន្ធនឹងការសិក្សាកម្មវិធីបន្ថែមម៉ោងបន្ថែមប៉ុន្តែខ្ញុំនិយាយជាទូទៅសិនអញ្ចឹងម៉ោងបន្តិចទៅប៉ុន្តែទៀមទាពុកម្ដាយនេះគាត់នៅផ្ទះគាត់ជួយជាមួយអញ្ចឹងខ្ញុំឃើញឥឡូវឃើញឪពុកម្ដាយគាត់ខ្លះគាត់យល់ប៉ុន្តែក៏នៅមានឪពុកម្ដាយយើងមិនមានតួលេខណាច្បាស់ទេប៉ុន្តែតាមរយៈតែយើងចុះទៅសាលារៀនផ្ទាល់យើងចុះគ្រប់គ្រងយើងនៅមានបញ្ហាប្រឈមចំពោះការយល់ដឹងរបស់ឪពុកម្ដាយជាពិសេសដោយសារបញ្ហាជីវភាពដោយសារអីគឺគាត់ពិបាកគាត់អត់សូវបានចំណាយពេលជាមួយកូនក្នុងការសិក្សារៀនសូត្រហើយទី2គឺពាក់ព័ន្ធទៅនឹងគណៈកម្មការដែលខ្ញុំនិយាយខាងដើមហ្នឹងដូចនិយាយមិនអញ្ចឹងគឺខ្លះដើរប៉ុន្តែក៏មានខ្លះទៀតហ្នឹងក៏អត់ទាន់ដំណើរការបានល្អដែរតែជាបញ្ហាប្រឈមដែរពាក់ព័ន្ធទៅនឹងការលើកទឹកចិត្តការជំរុញការចូលរួមរបស់សហគមន៍ទៅតាមសាលារៀនបាទហើយចំពោះស្ថានភាពបែបណាអាចលោកនាយកអាចបញ្ជាក់បន្ថែមបានតើស្ថានភាពគណៈកម្មការយ៉ាងម៉េចអីយ៉ាងម៉េចឲ្យលោកនាយកបានបញ្ជាក់អីរបៀបដំណើរការមិនអីមិនខ្ញុំអត់បាច់និយាយបន្ថែមទេបាទអរគុណ